ម៉ែក្មេករបស់ខ្ញុំឥឡូវអត់បានទេបងប្អូនអើយធ្វើអីប្លែកៗអីអញ្ចឹងដឹងតែហៅកូនប្រសាមកថតហើយមែនទេថ្ងៃហ្នឹងម៉ែធ្វើជ្រក់សណ្តែកគួរកូនឯងចាំថតណាព្រោះអីជ្រក់សណ្តែកគួរហ្នឹងរៀងប្លែកហើយពេលរបៀបធ្វើហ្នឹងមិនខ្លះកូនឯងចាំថតសកម្មភាពម៉ែផងកូនប្រសានេះគ្រាន់លឺម៉ែក្មេកនិយាយអញ្ចឹងទាញទូរស័ព្ទខ្វាក់មកចូលចក្រានវឹបចាំថតសកម្មភាពម៉ែក្មេកក៏ធ្វើសណ្តែកគួរបងប្អូនអើយជ្រក់សណ្តែកគួរនេះគឺចិននៅប្រទេសចិនណាភាគច្រើនពួកគាត់ចាស់អីចូលចិត្តធ្វើហូបណាដោយសារគាត់ហូបជាមួយនឹងបបរអីអញ្ចឹងណារៀងជូរប្រៃយីទៅនៅខ្មែរយើងគេនិយមធ្វើជ្រក់ស្ពៃជ្រក់ត្រសក់ដល់ពេលនៅចិននេះជ្រក់ស្តែកគួរបងប្អូនស្មីយើងទៅទិញតៅហ៊ូស្អុយគេអីអញ្ចឹងគេលាយជាមួយនឹងជ្រក់ស្តែកគួរអីតិចឆ្ងាញ់តំណងរបស់គេដែរតាបងប្អូនហើយនេះគឺពិធីធ្វើរបស់ម៉ែក្មេកខ្ញុំឯងគាត់យកអាជ្រក់ស្តែកគួររបស់គាត់អាចាស់នោះយកមកដាក់ម្ល៉េះកន្លថ្មីទៅគាត់លាងកន្លគាត់អាធំហ្នឹងដើម្បីដាក់ស្តែកគួរអាថ្មីទៀតបងប្អូនអើយគាត់ថាច្រើនមែនទេខ្ញុំថាម៉ែដាក់មិនអស់ទេអីបើស្តែកគួរឡើងមកកណូគាត់ថាអីទេចាំគាត់មូដាក់ទៅញាត់វាឲ្យណែនទៅអាចធ្វើបានហើយគាត់ដាំទឹកដាំអីហ្នឹងគាត់ថាគាត់ប្រាប់ដែរថាអាហ្នឹងយើងញាត់វាមកស្ទប់អញ្ចឹងណាហើយយើងលាយអំបិលចាក់លាយអំបិលរយអញ្ចឹងទៅហើយដាក់វាញាត់ឲ្យណែនហើយដាំទឹកក្តៅឲ្យពុះហើយទុកវាឲ្យត្រជាក់បងប្អូនអាទឹកក្តៅហ្នឹងខ្ញុំថតកាលពីដើមវីដេអូបងប្អូនគាត់ចាប់ផ្ដើមញាត់ស្តៃគួរនេះសិនហើយនិយាយទៅអត់មានបបាក់អីទេនេះគាត់ថាលាយគ្រឿងអញ្ចឹងមកគ្រឿងអត់មានអីច្រើនទេមានតែ3 4មុខទេគ្រឿងជ្រក់ស្តៃគួរបងប្អូនហើយអាចទុកបានយូរយើងអាចទុកបានដល់កន្លះឆ្នាំមួយឆ្នាំអីហូបខ្ញុំឃើញចាស់អីស្រុកអីអាសាធ្វើហូបណានេះគឺគាត់ចាប់ផ្ដើមចាក់លាយស្រាចិនបងប្អូននេះគឺស្រាសគាត់ចាក់លាយបន្តិចអញ្ចឹងទៅហើយលាយជាមួយនឹងទឹកខ្មេះចិនទឹកខ្មេះសហ្នឹងបងប្អូនយើងលាយអញ្ចឹងមកហើយក៏ចាប់ផ្ដើមលាយវាមកល្មមអីចឹងហើយយើងចាប់ផ្ដើមលាយជាមួយនឹងស្ករសបន្ទាប់ពីលាយស្ករសអីអស់ហើយហ្នឹងម៉ែក្មេកខ្ញុំគាត់ទិញម្ទេសអាហ្នឹងគឺជ្រក់ម្ទេសហ៎បងប្អូនអាហ្នឹងនៅចិនគេសបោលក់ជ្រក់ម្ទេសហ្នឹងក៏មានលាយទឹកលាយអីរបស់គេដែររៀងហិលតិចនោះគេចាក់ជ្រក់ម្ទេសហ្នឹងចូលដើម្បីយកជាតិអញ្ចឹងណាម៉ែក្មេកអ្នកធ្វើកូនប្រសាអ្នកថតសកម្មភាពបងប្អូនហើយចេះតែរៃរាប់តាមហ្នឹងទៅខ្ញុំលើកទី1ដែរហើយដែលឃើញម៉ែក្មេកខ្ញុំធ្វើជ្រក់សណ្តែកគួរហ្នឹងរាល់ដងហ្នឹងគឺគាត់ធ្វើហើយឯងបានខ្ញុំយកមកហូបអីអញ្ចឹងហ្នឹងបងប្អូនភាគច្រើនហ្នឹងគាត់យកមកឆាជាមួយនឹងសាច់ជ្រូកឬក៏គាត់យកទៅហូបជាមួយនឹងបបរពេលព្រឹកអីអញ្ចឹងទៅបងប្អូនបន្ទាប់ពីគាត់លាយគ្រឿងអីអស់ហើយហ្នឹងគាត់ចាប់ផ្ដើមចាក់ទឹកដែលគាត់ដាំពុះហ្នឹងរៀងត្រជាក់ហ្នឹងគាត់ដាក់ចាក់ចូលគាត់ប្រាប់ថាកុំទុកទឹកក្តៅហ្នឹងរៀងអ៊ុនចាក់ចូលគាត់ថាខ្លាចខូចទុកអញ្ចឹងឲ្យបានយូរសណ្តែកគួរយើងក៏ស្រួយឆ្ងាញ់ដែរនិយាយថាចាស់ស្រុកចិនណាបើថាទៅស្រុកវិញទាំងកន្លបងប្អូនសណ្តែកគួរគាត់ដាំខ្លួនឯងនិយាយពីថាអូយកមកធ្វើជ្រក់ហើយធ្វើជ្រក់ហ្នឹងហូបអត់អស់យកដល់ចែកបងប្អូននៅក្រុងទៀតបងប្អូនអើយកាលពីឆ្នាំទៅនឹងបងស្រីម៉ែក្មេកខ្ញុំយកមកឲ្យដល់ក្រុងហ្នឹងអូនិយាយពីថាឆ្ងាញ់ដល់ពេលឆ្នាំនេះម៉ែក្មេកខ្ញុំគាត់ធ្វើខ្លួនឯងគាត់ថាអីទេស្តៃគួរឆ្នាំហ្នឹងសបោបងប្អូនដល់ខែហ្នឹងអត់សូវថ្លៃអីហ្មងទេតែចូលចាប់ដើមដល់ខែត្រជាក់ហ្នឹងចាប់ដើមថ្លៃទៀតហើយនិយាយទៅស្តៃគួរនៅចិនបងប្អូនដល់តាមរដូវដែររដូវក្តៅអញ្ចឹងមិនសូវថ្លៃហ្មងដល់ខែត្រជាក់និយាយថាថ្លៃហើយធ្វើម្ហូបហូបបាយជុំគ្នាបងប្អូនអើយល្ងាចហ្នឹងប្តីរបស់ខ្ញុំគឺកំងឆាផ្អកនោះអូឆ្ងាញ់ណាស់ជុំគ្នាមុខម្ហូបចិន2មុខម្ហូបខ្មែរនឹង2 3មុខដែរវាថាឆ្ងាញ់នោះអាត្រីដុតជ្រក់ស្វាយនេះប្រចាំតកោរបស់គ្រួសារខ្ញុំហ៎